បាទសួស្តីខ្ញុំគឺខ្មែរ Tech Tip បាទថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដើម្បីបង្ហាញជូនអ្នកទាំងអស់គ្នាគឺរបៀបនៃការដំឡើង Microsoft 2016បាទនៅលើ Windows 10បាទប្រភេទ System គឺ64 bit អញ្ចឹងអ្នកទាំងអស់គ្នាបានធ្លាប់បានដឹងហើយថា Microsoft Office គឺបានចេញចំនួនទីក្នុងឆ្នាំ2016នេះគឺវារៀងយូរដែរបាទតែថ្ងៃនេះខ្ញុំសូមលើកយកពីរបៀបនៃការដំឡើងដើម្បីឲ្យវា full ដាក់វាប្រើប្រាស់បាន full បានរហូតអូខេអញ្ចឹងសន្មតថាខ្ញុំបាន download មកហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបាន download យកមកនៅក្នុង WinRAR ហ្នឹងអ្នកទាំងអស់គ្នាអាច extract វាចេញមកណា extract វាចេញមកគឺនឹងមាន file របស់ខ្ញុំអញ្ចឹងបាទនឹងមាន folder ហើយនឹង file ជាច្រើនបាទអញ្ចឹងអ្វីដែលយើងចាប់អារម្មណ៍នឹងជាចំណុចសំខាន់គឺយើងស្វែងរក file មួយដែលមានឈ្មោះថា setup បាទពណ៌នេះបាទអញ្ចឹងខ្ញុំក៏មាននៅ activator មួយដែរដើម្បីដាក់វាប្រើប្រាស់បាន full នឹងបានយូរបានរហូតណាអញ្ចឹងអ្វីយើងទៅធ្វើមុនគេគឺ setup បាទអញ្ចឹងខ្ញុំមកស្ដាំលើ setup ហើយយកពាក្យថា open មកឬក៏យើងអាច double click លើ file setup ហ្នឹងណាដើម្បីចាប់ផ្ដើមនៃការដំឡើងអញ្ចឹងខ្ញុំមកស្ដាំយក open បាទយក yes មកអូខេអញ្ចឹងត្រង់នេះគឺខ្ញុំនឹងជ្រើសរើសយក Microsoft Office Professional Plus 2016បាទអត់មានភាសាអត់មានអីទេបាទគឺចុចលើវាមកហើយយក continue ហើយត្រង់នេះយើងយក I accept the term of the agreement បាទ continue អូខេត្រង់នេះយើងអាចវាជាកន្លែងមួយដែលការសម្រេចចិត្តក្នុងការ install now មានថាបើសិនយើង click install នៅគ្រប់ product របស់ Microsoft Office នឹងត្រូវដំឡើងនៅលើម៉ាស៊ីនកុំព្យូទ័រទាំងអស់បាទ product របស់វាមានច្រើនដូចជា Microsoft Office Word Excel Access PowerPoint Publisher Visual Viewer Note OneNote អីហ្នឹងណាគឺមានច្រើនតែបើក្នុងករណីយើងចុចលើ install ណាវានឹង install ទាំងអស់តែបើយើងចង់ថាអូខ្ញុំចង់ដំឡើងតែ product ផលិតផលមួយចំនួនទេមួយចំនួនផ្សេងគឺខ្ញុំអត់ដំឡើងទេយើងអាចចុចលើប៊ូតុង customize ណាអញ្ចឹងពេលនេះខ្ញុំសូមចុចលើ customize ដើម្បីនេះបាទអញ្ចឹងត្រង់នេះវានឹងទាមទារឲ្យយើងរើសភាសាបាទតើភាសាបារាំងឬក៏អារ៉ាប់អីហ្នឹងប៉ុន្តែខ្ញុំធីកយកតែមួយទេគឺអង់គ្លេសបាទតើមកនៅលើ tab installation option បាទនេះគឺជា product គឺជាផលិតផលដែលមាននៅក្នុង Microsoft Office អញ្ចឹងមានដូចជា Access Excel OneDrive Note Outlook បាទ PowerPoint Publisher អញ្ចឹងក្នុងនេះខ្ញុំអត់ចាំបាច់ទេគឺខ្ញុំសូមដកចេញនៅ Microsoft OneNote បាទ OneNote ខ្ញុំអត់ដែលប្រើទេអញ្ចឹងយើងកុំបាទព្រោះនេះ total space មានថាដល់ពេលដែលយើងដំឡើងហើយវា C space hard disk របស់យើងគឺទំហំ 4G បាទទំហំ 4G នេះអញ្ចឹងក្នុងករណីproduct មួយចំនួនដែលយើងមិនដែលប្រើទេអត់ប្រយោជន៍យើងកុំដំឡើងវានាំឲ្យ C space អត់ប្រយោជន៍ទេបាទចូលទៅដល់ 4.7G អញ្ចឹងដល់ពេលខ្ញុំដោះនេះចេញអញ្ចឹងដល់ពេលដែលខ្ញុំអត់ដំឡើងអានេះនេះអត់ដំឡើង OneNote ទេខ្ញុំចុចលើសញ្ញាព្រួយតម្លាក់នេះមកយកពាក្យថា not available បាទ available គឺសញ្ញាខ្វែងនេះវាថាអត់ដំឡើងអាហ្នឹងឯងអញ្ចឹង space យើងថយបាទ Outlook ក៏ខ្ញុំអត់ដែលប្រើដែរអញ្ចឹងខ្ញុំចុចលើវាមកយក not available space យើងថយដូចគ្នាបាទហ្នឹងកម្មវិធីមួយចំនួនទៀតដែលយើងគិតថាយើងមិនដែលប្រើកុំឲ្យចង្អៀតម៉ាស៊ីនគឺយើងដោះវាចោលបាទចុចលើវាមកយក not available ហើយក្នុងករណីយើងចង់ដំឡើងវិញចុចលើវាមកយក run from my computer អញ្ចឹងវានឹងដំឡើងនៅលើម៉ាស៊ីនយើងអូខេអញ្ចឹងខ្ញុំដោះវាចេញPublisher ខ្ញុំប្រើ Visual Word គឺខ្ញុំប្រើ Visual Sky for Business ពី Sky ខ្ញុំអត់ដែរព្រោះ Sky ខ្ញុំមានដំឡើងហើយអញ្ចឹងខ្ញុំយក not available បាទអូខេអញ្ចឹងខ្ញុំនឹងដំឡើងនៅ Access Excel PowerPoint Publisher Word ហើយនឹង tool មួយចំនួនបាទអញ្ចឹងអស់ហើយការងារដែលយើងត្រូវជ្រើសរើសគឺអស់ហើយចុងក្រោយគឺចុចលើប៊ូតុង install ចឹងពេលនេះគឺសូមធ្វើការរងចាំរហូតដល់ដំណើរការ process នៃការ install គឺចប់បាទដំណើរការនៃការដំឡើងនេះលឿនឬយឺតវាអាស្រ័យទៅលើល្បឿននៃកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាបាទចឹងសូមធ្វើការរងចាំរហូតដល់វាដំណើរការចប់
ដោយសារយើងកំពុងតែទាំងរងចាំអញ្ចឹងសូម complete ចូលទៅកាន់ channel របស់ខ្ញុំគឺ Cambodia Tutorial Online និងខ្មែរ Tip ខ្មែរ Tip ដើម្បីទទួលបាននៅវីដេអូថ្មីទៀត បាទសូមការរកចាំតិចទៅព្រោះនឹងយូរបន្តិចបាទបង 3G ជាងក្នុងពេលរងចាំអ្នកទាំងអស់គ្នាអាចចូលទៅកាន់ YouTube Channel បាទហើយស្វែងរកពាក្យថាខ្មែរ Tech Tip បាទហើយចុចលើប៊ូតុង Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗដែលខ្ញុំបានបង្ហោះចូលទៅកាន់ YouTube Channelអូខេអញ្ចឹងបន្ទាប់ពីយើងរងចាំរហូតដល់វាដំណើរការចប់វានឹងចេញបកមួយនេះបាទទាំងបកនេះគឺ complete your experience មានថាការដំឡើងរបស់យើងគឺទទួលបានជោគជ័យហ៎បាទអញ្ចឹងក្នុងនេះយើងចុចលើប៊ូតុង close មកបាទប៊ូតុង close អូខេអញ្ចឹងបន្តមកទៀតអ្វីយើងត្រូវធ្វើបន្ទាប់ពីដំឡើងរួចយើងត្រូវតែដាក់ crack វាដើម្បីឲ្យអាចប្រើប្រាស់បានរហូតបាទអញ្ចឹងយើងចូលទៅកាន់ folder ដែលយើងបានដំឡើងមិញហ្នឹងបាទអញ្ចឹងស្វែងរក file មួយដែលមានឈ្មោះថា activator
ចឹង double click បើកវាមកណាយក yes បាទអញ្ចឹងយើងចុចលើប៊ូតុង final I accept បាទអញ្ចឹងតោះនេះវា hello បាទជំនួសទីមតោះនេះគឺខ្ញុំដោះ tick and win នេះចេញព្រោះខ្ញុំត្រូវការ activate តែ Microsoft Office 2016ឯងបាទអញ្ចឹងខ្ញុំក៏ដាក់ tick នៅលើ Office 2016ហ្នឹងហើយបាទចុចលើ active បាទព្រោះនេះយើងគាត់ option ផ្សេងៗទៀតទេបាទនេះគាត់ឲ្យយើងរើសជាកុំព្យូទ័រយើងមកអីបាទនេះ serial number ហើយយើងមកបាទនេះជា logo បាទអូខេតោះអញ្ចឹងយើងចុចលើបាទខ្ញុំចុចលើ Twitter ខ្ញុំបាទ complete គឺអ្វីដែលសំខាន់គឺកន្លែងOffice 2016នេះគឺយើងដាក់ tick វាហើយចុចលើប៊ូតុង active អញ្ចឹង would you like to proceed activation បាទប៊ូតុង yes ដើម្បី confirm អញ្ចឹងវាចាប់ផ្ដើម activating Office 2016បាទអញ្ចឹងវាឲ្យយើងធ្វើការរងចាំរហូតដល់វា activate ចប់អញ្ចឹងយើងរងចាំវាបន្តិចទៅបាទអញ្ចឹងការ activate Office របស់យើងគឺទទួលបានជោគជ័យបាទទទួលបានជោគជ័យគឺគេថា completed បាទអញ្ចឹងឡើងសញ្ញាពណ៌បៃតងប៉ុណ្ណេះមានន័យថា Office យើងឡើងបានជោគជ័យអូខេអញ្ចឹងយើងបិទចោលបាទបិទកម្មវិធីហ្នឹងអញ្ចឹងយើងនឹងសាររបស់ទៅបើកម្មវិធី Microsoft Office Word 2016បាទអញ្ចឹងខ្ញុំមកចូលទៅកាន់ start នេះបាទខាងលើនេះបើសិនអ្នកទាំងអស់គ្នារត់ឃើញទេអាចវាយពាក្យថា win word បាទជាយើងនឹងឃើញនៅកម្មវិធីដែលយើងដំឡើងថ្មីមិញគឺ Microsoft Office Word 2016អញ្ចឹងខ្ញុំបើកមកបាទនេះជាផ្ទាំង interface ថ្មីរបស់ Microsoft Office Word ណា blank document បាទ double click វាមកហើយបើកបាទអូខេនេះគឺជាផ្ទាំង interface ថ្មីរបស់ Microsoft Office Word 2016បាទអញ្ចឹងការដំឡើងរបស់យើងនឹង activate គឺទទួលបានជោគជ័យនិងចប់ដោយបរិបូរណ៍បាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដានវីដេអូបង្រៀនមួយនេះហើយខ្ញុំនៅវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញនិងបង្រៀនពីការប្រើប្រាស់ Microsoft Office 2016នេះបាទអញ្ចឹងសូមអរគុណ